ពីក្មេងនៃទសវត្សរ៍ឆ្នាំ70ខ្ញុំរៀនខាងផ្នែកស្ថាបត្យកម្មដែរបាទហើយដល់ពេលមកកូនមករៀបចំធ្វើផ្ទះលំហែនៅនេះជាមួយមិត្តភ័ក្តិគេអញ្ចឹងខ្ញុំតែងស្រឡាញ់ផ្ទះរចនាបថរបៀបខ្មែរព្រោះមានទស្សនៈចង់បានខ្មែរបុរាណនេះព្រោះឥឡូវការវិវត្តការសាងសង់ផ្ទះវាទំនើបច្រើនអញ្ចឹងទៅវាខ្វះអានេះផ្ទះបុរាណខ្មែរយើងច្រើនដូចជាក្នុងករណីនៅភូមិវប្បធម៌នៅសៀមរាបមុនគេបង្ហាញពីផ្ទះបុរាណអញ្ចឹងគឺកងចាប់អារម្មណ៍ផ្ទះបុរាណនេះអញ្ចឹងបាទក្នុងចំណោមផ្ទះដែលមិត្តភ័ក្តិកូនគេបានមកសាងសង់ផ្ទះលំហែនេះខ្ញុំក៏បានផ្ដល់មតិយោបល់ដល់កូនស្រីថាធ្វើម៉េចធ្វើការសាងសង់ផ្ទះបុរាណនេះមួយចង់បានជាផ្ទះលំហែជាលក្ខណៈបុរាណជាខ្មែរបុរាណពីឈើអញ្ចឹងចំពោះការសាងសង់ផ្ទះឈើនេះបុរាណនេះវាមានការលំបាកមួយចំនួនធំទី1ពាក់ព័ន្ធនឹងបញ្ហាឈើយើងពិបាករកដែរទៅស្រុកខ្មែរយើងនឹងវាពិបាករកដែរឈើហើយការប្រមូលបានឈើសម្រាប់យកមកការសាងសង់នេះគឺយើងប្រមូលមួយឆ្នាំបន្តិចដើម្បីគ្រប់គ្រាន់ការសាងសង់នេះហើយការសាងសង់នេះវាត្រូវការឈើតាមប្រពៃណីខ្មែរយើងវាដូចជាពាក្យសុភាសិតថាកគីនឹងទឹកផ្ចឹកនឹងដីណាដូច្នេះការសាងសង់នេះខិតខំរកអ្វីដែលពាក់ព័ន្ធនឹងដីនេះគឺមានផ្ចឹកហើយនឹងសក្រមនេះអញ្ចឹងការសាងសង់គឺការខិតខំរកប្រភេទឈើនេះមួយដែលជាការលំបាកមួយក្នុងការប្រមូលផ្ដុំមិនដូចគេសំណង់សម័យឥឡូវគេចង់បានភ្លាមគេទៅរកទីផ្សារបានភ្លាមយើងសាងសង់ផ្ទះឈើយើងខិតខំសំតាំងពីតិចតួចឡើងតម្រាំបានផ្ទះតម្រាំបានជាផ្ទះឈើនេះឡើងនេះទី1ហើយទី2ពាក់ព័ន្ធនឹងបញ្ហាជាងក៏ដូចគ្នាដែរជាងសម័យឥឡូវវាសម្បូរតែជាងយើងសម័យទំនើបនេះគាត់ជាងកបោជាងដៃជាងអីវាមានការងាយស្រួលជាងដល់ជាងឈើសម័យបុរាណនេះវាមានការលំបាកដែរអញ្ចឹងបាទខ្ញុំទៅសើកូនខ្ញុំដែរគាត់ខិតខំទាំងការរកឈើក៏ខ្ញុំជួយរកប្រភពបានតិចតួចសំមកទាំងជាពិសេសបញ្ហាជាងនេះឯងជាងនេះពិបាករកអញ្ចឹងរកតាំងពីជាងនៅខេត្តសៀមរាបនោះនេះមុំតាក់ទងគាត់បានហើយពេលវេលាដែលត្រូវគាត់អាចទទួលការងារយើងបានវាមានការលំបាកព្រោះផ្ទះឈើនេះយើងមិនវាត្រូវមានតាំងពីដេញតសទៅមានអនុអនងអនូតអីចឹងទៅដើម្បីដាក់ឲ្យការផ្គុំរបស់វាដើម្បីឲ្យវាស៊ីគ្នាយើងមានសពបែបសពយ៉ាងរហូតដល់ទៅឡើងមកលើទៅវាមានតាំងពីទងបកង់ដៃអណែងអីចឹងទៅយើងមានរៀបចំឲ្យបានសពគ្រប់តាមបែបបុរាណខ្មែរយើងដែលជាស្ថាបត្យកម្មខ្មែរបុរាណទុកជាគំរូឲ្យកូនចៅអីចំនួនក្រោយគាត់មកមើលឃើញមានអនុមានណែងមានអីសពបែបសពយ៉ាងចឹងគឺថានេះតាមបែបបុរាណរបស់យើងមានអញ្ចឹងអានេះយើងការសាងសង់នេះយើងធ្វើឲ្យវាតាមលក្ខណៈបុរាណភាគច្រើនខិតខំការថែរក្សានេះអានេះជាការលំបាកដែលពីបញ្ហាប្រភពសម្ភារៈនិងប្រភពជាងណាជាងពីរនឹងសំខាន់សម្ភារៈនិងជាងបញ្ហាការកសាងផ្ទះឈើនេះវាខុសគ្នាពីផ្ទះដែលគេមានឆ្អឹងជាដែកឬក៏ឆ្អឹងជាបេតុងអីវាមានការងាយស្រួលតាំងពីការសាងសង់ឡើងតាំងពីការថែទាំវាក៏មានការងាយស្រួលជាងឈើយើងគិតថាទី1កាឌៀណាកាឌៀពាក់ព័ន្ធនឹងកាឌៀនេះគឺសំខាន់ណាស់ឈើកាឌៀស៊ីទៅខ្ទេចខ្ទីអស់ហើយអត់មានសល់អីទេតែយើងមិនបានថែទាំកាឌៀពិបាក
ចឹងឈើដែលយកបានមកហើយត្រូវរៀបចំទៅយ៉ាងណាយើងយកមកយើងឲ្យទុកឲ្យអស់សម្ងួតត្រូវបានយូរអស់សម្ងួតទី2គឺយើងយកទៅត្រាំដែលទឹកថ្នាំដែលមានការពារជាតិកាឌាខ្មោចហ្នឹងគឺថាយើងត្រាំទឹកហ្នឹងឲ្យវាបានជោគជាំទៅបានយើងយកមកហាលអីស្រួលបួលបានយើងយកមកឈូសអីប្រើប្រាស់បានអានេះគឺបញ្ហាទី1គឺកាឌាដែលយើងចាំបាច់ណាស់បើមិនចឹងទេផ្ទះឈើយើងហ្នឹងកាឌាហើយវាមិនមែនប្រភពទៅកាឌានៅនឹងទីតាំងដីនៅភូមិសាស្ត្រជាក់ស្ដែងទេដោយទីតាំងសាងសង់យើងត្រូវការពារថ្នាំដើម្បីការពារដោយមធ្យោបាយគេបច្ចុប្បន្នទំនើបនេះគេដាក់ប្រព័ន្ធការពារកាឌាពីទីតាំងយើងហើយទី2កាឌាវាក៏កើតមានមិនមែនត្រឹមតែប្រព័ន្ធហ្នឹងទេពេលដែលអដៅអានេះវស្សាចាប់ដើមឡើងមានភ្លៀងធ្លាក់មកបានបន្តិចមានមេភ្លៀងវាហើរមកតែយើងបើកភ្លើងមេភ្លៀងហើរមកមេភ្លៀងនេះហើយដែលជាមេកាឌាគឺថាយើងមិនបានប្រុងប្រយ័ត្នគឺគាត់នឹងមកគាត់ចាត់ការយើងថែមទៀតចំពោះឈើនឹងអញ្ចឹងត្រូវតែពេលហ្នឹងត្រូវត្រួតពិនិត្យមើលវាដាក់ថ្នាំដាក់អីសម្រាប់កាឌានឹងទៀតអញ្ចឹងគឺការថែទាំប្រឆាំងនឹងកាឌាយើងត្រូវមានមធ្យោបាយគឺមានថ្នាំគីមីបច្ចុប្បន្ននេះវាគេមានលក្ខណៈទំនើបណាពីខាងក្រុមហ៊ុនដែលគេមានយើងអាចតាក់ទងទៅក្រុមហ៊ុនដើម្បីឲ្យគេមកជួយរៀបចំឲ្យយើងប្រព័ន្ធការពារកាឌាហើយនឹងយើងយកទឹកថ្នាំរបស់គេត្រាំឈើយើងដើម្បីកុំឲ្យកាឌាវាស៊ីបានដែរបាទនេះគឺសំខាន់ហើយដោយឡែកចំពោះការថែទាំផ្ទះឈើពេលសាងសង់ហើយអញ្ចឹងការថែទាំផ្ទះឈើវាត្រូវទាមទារការយកចិត្តទុកដាក់ខ្ពស់ហើយថែទាំជាប្រចាំមិនដូចផ្ទះបេតុងផ្ទះអីទេគេថែទាំការថែទាំរបស់គេអាច4-5 ឆ្នាំគេមើលម្ដងអីប៉ុណ្្នឹងទេផ្ទះឈើគឺថាយ៉ាងយូរ2ឆ្នាំមួយឆ្នាំត្រូវមើលម្ដងឬក៏ដល់2ឆ្នាំយើងត្រូវចាត់ចែងនេះម្ដងដោយការលាបថ្នាំទៅលើឈើអីហ្នឹងទោះជាយើងមានថ្នាំសម្រាប់ធ្វើជាតំណប់ជាអីដែលក្រុមហ៊ុនគេមានណាយកមកធ្វើតំណប់ធ្វើអីការពារការរីករួមការពារកាឌាការពារអីហើយនឹងលាបថ្នាំទៅហើយតែភ្លៀងអានេះយើងដាក់មកនេះពេលភ្លៀងវាទី1ត្រូវទឹកណាត្រូវទឹកឈើប៉ះទឹកគឺថាវាក៏យ៉ាប់អញ្ចឹងទោះជាយើងថាមានថ្នាំវាក់នីការពារទឹកក៏ដោយក៏នៅតែមិនប្រកែជាងដែលគេផ្ទះថ្មដែលគេមានថ្នាំលាបហើយគេដាក់ការពារជំរាបទឹករបស់គេវាស្រួលដល់នេះគឺថាវាការវាក់នីជំរាបទឹកហើយក៏នៅតែមិនធន់ដូចគេថ្មដែរព្រោះឈើត្រូវក្តៅអញ្ចឹងវារីកវារួមដល់អញ្ចឹងបើវាស្លោកពណ៌វាអីពណ៌អញ្ចឹងទៅមួយឆ្នាំ2ឆ្នាំយ៉ាងយូរយើងត្រូវតែrepair លាបវាឡើងវិញណាលាបវាឡើងវិញត្រូវថែទាំវាឡើងវិញហើយជាប្រចាំឆ្នាំពេលដល់វស្សាហើយយើងត្រូវថែទាំរហូតឆ្នាំមកដែលកាឌានឹងដើម្បីបាញ់សម្រាប់វាទប់ទល់សភាពការនេះដែរបាទនេះជាការដែលនេះហើយបានកូនស្រីខ្ញុំនឹងគាត់ក៏មានទំនាក់ទំនងជាមួយក្រុមហ៊ុនខាងមិត្តភ័ក្តិគាត់ក្រុមហ៊ុននិផុនហ្នឹងគេក៏បានផ្ដល់ដែលបណ្ដាថ្នាំច្រើនប្រភេទសម្រាប់ធានាការពារទីខ្មោចអីគេជាដើមហើយនឹងថ្នាំលាបនិងថ្នាំវាក់នីពីលើដើម្បីការពារការដែលជំរាបទឹកអីជាដើមក៏ជាបានល្អមួយចំនួនអញ្ចឹងក៏ប៉ុន្តែទោះជាយ៉ាងណានៅតែមានការលំបាកជាងផ្ទះឈើផ្ទះថ្មដែលផ្ទះថ្មគេលាបទៅគេធន់ច្រើនជាងមើលដូចជាស្ដែងនៅផ្ទះខ្ញុំនេះផ្ទះកូនខ្ញុំនេះគឺថាតែមួយឆ្នាំអញ្ចឹងទៅវាសស្លេអស្លបន្តិចដូចនេះក៏ប៉ុន្តែនេះគ្រាន់តែនេះបានលាបលើកទី1ទេមិនទាន់បានលាបឲ្យពេញសពលើកជាលើកទី2ទី3ឲ្យបានពេញមានវគ្គនេះមានអីបានត្រឹមត្រូវទេទៅផ្ទះនេះជាទំការសាងសង់ដែរតែមិនទាន់ហើយដូចថាមិនទាន់ហើយជាស្ថាពរណាហ្នឹងហើយនឹងគាត់ការលំបាកនឹងការធានាការពារនេះបាទ
បាទនឹងវាជាការចាំបាច់ណាការដែលឈើនេះដើម្បីធានាឲ្យបានហ្នឹងគឺថាសំខាន់គឺថ្នាំតំណប់នេះដើម្បីការពារការរីករួមប្រេះឈើអីហ្នឹងយើងមានថ្នាំការពារវាទៅអានេះទី1ហើយទី2ទៅយើងត្រូវលាបថ្នាំពណ៌វាដើម្បីកុំឲ្យវាស្លោកកាលណាឈើយើងស្លោកយើងលាបថ្នាំដើម្បីឲ្យវាមានពណ៌វាស៊ីគ្នាឈើយើងមានឈើខ្លះរៀងពណ៌ក្រហមទៅខ្លះពណ៌រៀងកម្ៅទៅខ្លះពណ៌រៀងសឡេតទៅដូច្នេះយើងត្រូវលាបវាដើម្បីឲ្យវាស៊ីគ្នាបន្តិចណាកុំឲ្យវាដាច់គ្នាខ្លាំងពេកពេលដែលយើងលាបហើយត្រូវលាបអដែងថ្នាំវគ្គនេះពីលើចាំបាច់ត្រូវលាបថ្នាំវគ្គនេះពីលើបើមិនលាបថ្នាំវគ្គនេះការពារអានេះសំណើមនេះទេការពារទឹកទេគឺលាងាយនឹងស្លោកហើយវាក៏ងាយនឹងរីករួមឈើដែរអាវគ្គនេះអាចជួយទប់កាត់ពីដើមកាលសម័យខ្ញុំនៅពីក្មេងឪពុកខ្ញុំដើម្បីការពារអានេះការស្លោកការអីនេះខ្មែរពីដើមគេប្រើអានេះជ័រទឹកគេហៅជ័រទឹកយកមកលាបពីក្រៅណាអានឹងបុរាណយើងការពារជំរាបទឹកគឺជ័រទឹកហ្នឹងឯងគេលាបពីក្រៅដូចទូកយើងទូកគេលាបជ័រទឹកហ្នឹងដើម្បីកុំឲ្យជ្រាបទឹកមកចូលក្នុងសាច់ឈើងាយពុកងាយអីងាយរីកងាយរួមអានេះគឺបុរាណណាតែដល់ឥឡូវយើងសម័យទំនើបគេមានថ្នាំវគ្គនេះថ្នាំអីដែលគេបានមកយើងអាចលាបការពារវាបានមួយចំនួនងាយស្រួលជាងបាទ